ភាពនៃកម្មវិធីបុណ្យខួប7ថ្ងៃដែលពិធីកិច្ចយើងនេះគឺធ្វើសម្រាប់ឧទ្ទិសបុណ្យកុសលដល់បដិសន្ធិវិញ្ញាណនៃបាសិកាយើងស្រៀងហ្នឹងហើយនេះគឺជាទស្សនវិជ្ជាដែលកំពុងរៀបចំហើយកម្មវិធីរបស់យើងនឹងប្រព្រឹត្តធ្វើនៅក្នុងម៉ោង1នឹងចាប់ផ្ដើមតែម្ដងហើយនេះគឺលេងក៏កំពុងតែលេងផ្ដើមដែរមិនទាន់បានរៀបចំខ្លួនឲ្យស្រេចទេគ្រាន់តែថាយើងចូលក្នុងទស្សនវិជ្ជាក្នុងបុណ្យតែមួយហើយលេងក៏កំពុងលេងផ្ដើមដែរហើយក្រុមភ្លេងនេះលេងបានល្អបាទទាំងពីថ្ងៃបុណ្យរំលាយសពគេហៅជាបណ្ឌិតពេជ្រហ្នឹងរហូតដល់ឥឡូវនេះគឺក្រុមភ្លេងលេងបានល្អនេះណាក្មេងៗបន្តទឹកដៃសមត្ថភាពល្អគឺខាងអ្នកកំពុងស្ពឺនេះគឺជាកន្លែងដែលយើងប្រារព្ធពិធីកិច្ចនៅពេលម៉ោង1ហ្នឹងចាំពិធីបុណ្យរបស់យើងពិធីបុណ្យគម្រប់ខួប7ថ្ងៃឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធឧបាសិកាយើងស្រៀងជនមានអាយុ73ឆ្នាំក្នុងថ្ងៃទី17ខែឧសភាឆ្នាំ2026ដែលតម្កល់នៅសង្ឃាសនៈគឺអាសនៈសម្រាប់ព្រះសង្ឃបាទហើយចំពោះទីតាំងនេះគឺជាកន្លែងតម្កល់នៅពុទ្ធរូបសម្រាប់ជាការគោរពបូជានៅក្នុងកិច្ចតាមបែបពុទ្ធសាសនាអាសនៈពុទ្ធរូបមើលទៅគឺជាទីជ្រះថ្លាយ៉ាងក្រៃលែងហើយសម្រាប់ដែលយើងប្រពធ្វើពិធីកិច្ចនៅក្នុងពេលល្ងាចនេះគឺជាហ្នឹងហើយរូបបដិមារបស់ឧបាសិកាយើងស្រៀងនិងដែលកូនចៅរបស់គាត់សុទ្ធតែជាកតញ្ញូតាបុគ្គលនិងបុគ្គលដែលមានការដឹងនៅឧបការៈគុណហ្នឹងហើយគាត់មើលមានការរៀបចំកន្លែងតម្កល់ហ្នឹងគឺបានត្រឹមត្រូវល្អស្អាត